ศัพท์ iPhone 19ដែលត្រៀមចេញនៅក្នុងឆ្នាំ2027អាចនឹងមានអេក្រង់កោង4ជ្រុងក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាកំពុងតែសាកល្បងគំរូ iPhone 19 Pro ដែលមានអេក្រង់កោងនៅគ្រប់គែមទាំង4រួមជាមួយនឹងប្រព័ន្ធ Face ID ដែលលាក់នៅក្រោមបន្ទះយោងតាម Digital Charge Station ដែលជាគណនី Weibo ដែលធ្លាប់បានចែករំលែកព័ត៌មានត្រឹមត្រូវអំពីផលិតផល Apple ដែលមិនទាន់ចេញលក់ស៊េរី iPhone Pro ឆ្នាំ2027កំពុងតែស្ថិតក្រោមការវាយតម្លៃឧបករណ៍នេះនឹងនៅតែរក្សារន្ធ Punch Hole នៅលើអេក្រង់សម្រាប់កាមេរ៉ាខាងមុខប៉ុន្តែប្រព័ន្ធសម្គាល់មុខ Face ID នឹងត្រូវបានលាក់ទាំងស្រុងនៅក្រៅបន្ទះអេក្រង់ព័ត៌មានមួយនេះបានទាក់ទាញការចាប់អារម្មណ៍ពីព្រោះពីមុនមកប្រភពជាច្រើនបានបង្ហាញថាក្រុមហ៊ុន Apple កំពុងតែមានគោលបំណងណែនាំ Smartphone ពិសេសនិងប្រណិតបំផុតដើម្បីអបអរសាទរខួបលើកទី20នៃការចេញលក់ iPhone ដែលត្រូវបានគេរំពឹងថានឹងមានអេក្រង់កោងដែលលាតសន្ធឹងដល់គែមទាំង4និងគ្មានស្នាមរន្ធដើម្បីដោះស្រាយបញ្ហាភាពខុសគ្នានៃផលិតផល Apple អាចជ្រើសរើសរក្សាការរចនាអេក្រង់ដ៏រលូននិងគ្មានស្នាមរន្ធសម្រាប់ model ខួបលើកទី20របស់ខ្លួនទន្ទឹមនឹងនេះ iPhone 19 Pro និង19 Pro Max មានអេក្រង់កោងប៉ុន្តែនៅតែមានរន្ធ Punch Hole សម្រាប់កាមេរ៉ាខាងមុខទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Apple ក៏ត្រូវបានគេរាយការណ៍ថាកំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការរួមបញ្ចូល Face ID និងកាមេរ៉ា Selfie នៅក្រោមអេក្រង់ដោយសារតែសក្តានុពលនៃការធ្លាក់ចុះគុណភាពរូបភាពប្រសិនបើបច្ចេកវិទ្យាបច្ចុប្បន្នពិបាកក្នុងការបំពេញតាមស្តង់ដារគុណភាព iPhone 19 Pro ទំនងជា model ដែលខួបលើកទី20បច្ចុប្បន្ន Digital Charge Station មានអ្នកតាមដានជាង3លាននាក់នៅលើ Weibo ពីមុនគណនីនេះបានទស្សន៍ទាយយ៉ាងត្រឹមត្រូវអំពីការរចនារួមរបស់ iPhone Air iPhone 17 Pro និងប្រព័ន្ធកាមេរ៉ាខាងក្រោយ3គ្រាប់ទំហំ48 megapixel របស់ iPhone 17 Pro ថ្មីនេះប្រភពនេះក៏បានបញ្ជាក់ថា iPhone ដែលអាចបត់បានដំបូងរបស់ Apple នឹងត្រូវបានគេហៅថា iPhone Ultra នាងខ្ញុំហៃសោភាពី Swift News និង Best TV Jeep Monkland ជឿជាក់ក្នុងការរស់នៅអស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំងSwift News and Best TV ព័ត៌មានក្នុងដៃអ្នកដែលចូលចិត្តសម្បត្តិមូសាបើរស់នៅតំបន់នេះអាចនឹងត្រូវរន្ទះបាញ់ច្រើននេះគឺជាតំបន់ដែលជួបប្រទះរន្ទះបាញ់ច្រើនបំផុតនៅលើពិភពលោកបើលោកអ្នកកំពុងតែរស់នៅតំបន់នេះកុំចូលចិត្តប្រើពាក្យសម្បត្តិឲ្យសោះប្រយ័ត្នរងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារតែតំបន់មួយនេះជាកន្លែងដែលជួបប្រទះទៅនឹងរន្ទះបាញ់រាប់ពាន់ដងជារៀងរាល់យប់ដែលធ្វើឲ្យវាទទួលបានរហស្សនាមថារដ្ឋធានីរន្ទះនៃពិភពលោកតើអ្នកដឹងទេថាវាស្ថិតនៅក្នុងប្រទេសណាមាត់ទន្លេ Catatumbo ជាតំបន់មួយដែលនៅក្នុងប្រទេសវេណេស៊ុយអេឡាដែលកាន់កាប់កំណត់ត្រាពិភពលោក Guinness សម្រាប់ដង់ស៊ីតេរន្ទះខ្ពស់បំផុតនៅលើភពផែនដីដង់ស៊ីតេនៃការជួបប្រទះនៅរន្ទះជាមធ្យមនៅតំបន់នេះគឺប្រហែល233ទៅ250ដងក្នុង1គីឡូម៉ែត្រការ៉េក្នុងមួយឆ្នាំរន្ទះបាញ់គឺតែងតែកើតឡើងនៅមាត់ទន្លេ Catatumbo រហូតដល់ទៅ300យប់ក្នុងមួយឆ្នាំដោយការបាញ់ប្រហារខ្លះមានរយៈពេលរហូតដល់ទៅ9ម៉ោងអ្នកស្រុកហៅតំបន់នេះថាជាទន្លេនៃភ្លើងស្ថានសួគ៌ខណៈដែលអ្នកជំនាញបានដាក់រហស្សនាមតំបន់នេះថាជារាជធានីរន្ទះនៃពិភពលោកនេះបើយោងតាមកាសែត The Guardian តំបន់មាត់សមុទ្រ Catatumbo មានទីតាំងភូមិសាស្ត្រពិសេសមួយដោយនៅក្បែរហុំព័ទ្ធដោយបឹង Maracaibo ហុំព័ទ្ធដោយជួបភ្នំខ្ពស់ៗនៅសងខាងទាំង3ដីនៅតំបន់នេះស្រូបយកខ្យល់ក្តៅនិងសើមពីបឹងនិងសមុទ្រ Caribbean ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍព្យុះករន្ទះអ្នកវិទ្យាសាស្ត្រជឿជាក់ថារន្ទះក្រាស់កើតឡើងនៅពេលដែលម៉ាស់ខ្យល់ក្តៅនិងសើមបានប៉ះទង្គិចជាមួយនឹងចរន្តខ្យល់ត្រជាក់ពីជួរភ្នំ Andes ដែលហូរចុះនៅពេលយប់យោងតាម Bulletin ដែលជាការបបផ្សាយរបស់សមាគមអូតូនិយមអាមេរិកអន្តរកម្មរវាងម៉ាស់ខ្យល់ទាំងនេះគឺបង្កើតជាចរន្តខ្យល់ខ្លាំងបង្កើតជាព្យុះករន្ទះធំៗនិងបង្កឲ្យមានរន្ទះដែលមានព្រៃកង់ខ្ពស់មិនធម្មតាក្រៅពីជាតំបន់ដែលមានរន្ទះបាញ់ច្រើនជាងគេបំផុតនៅលើពិភពលោកវេណេស៊ុយអេឡាក៏ជាប្រទេសដែលមានទុនបំរុងប្រេងច្រើនផងដែរគិតត្រឹមឆ្នាំ2024ទុនបំរុងប្រេងរបស់ប្រទេសវេណេស៊ុយអេឡាមានចំនួនសរុប303,000លានបារ៉ែលដែលស្មើនឹង 17% នៃចំនួនសរុបទូទាំងពិភពលោកនេះបើយោងតាមទិន្នន័យពីអង្គការប្រទេសនាំចេញប្រេង OPEC តួលេខនេះធំជាងប្រទេសអារ៉ាប៊ីសាអូឌីតដែលជាប្រទេសឈានមុខគេរបស់ OPEC ដែលមានចំនួន267,000លានបារ៉ែល
ប្រេងរបស់ប្រទេសវេណេស៊ុយអេឡាគឺសមរម្យសម្រាប់ផលិតប្រេងម៉ាស៊ូត កាល់ស៊ូ និងប្រេងឥន្ធនៈសម្រាប់គ្រឿងចក្រនិងឧបករណ៍ធុនធ្ងន់នេះធ្វើឲ្យវាក្លាយជាទំនិញយុទ្ធសាស្ត្រនៅក្នុងឧស្សាហកម្មចម្រាញ់ប្រេងសកលដោយមានផ្ទៃដីប្រមាណ 916,000 គីឡូម៉ែត្រការ៉េប្រទេសវេណេស៊ុយអេឡាមានទេសភាពចម្រុះចាប់ពីភ្នំវាលទំនាបដ៏ធំល្វឹងល្វើយរហូតដល់តំបន់ឆ្នេរសមុទ្រដូច្នេះធ្វើឲ្យប្រទេសអាមេរិកខាងត្បូងនេះមានជីវៈចម្រុះយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលជាជំរករបស់ប្រភេទរុក្ខជាតិនិងសត្វកម្រជាច្រើនប្រភេទដូចជាបក្សីត្រូពិកវាក៏មានធនធានធម្មជាតិដ៏សម្បូរបែបផងដែរដូចជាឧស្ម័នធម្មជាតិរ៉ែដែកមាសពេជ្រនិងសារធាតុរ៉ែជាច្រើនទៀតដោយសារតែភាពសម្បូរបែបដែលធម្មជាតិបានប្រទានមកឲ្យវេណេស៊ុយអេឡាត្រូវបានគេដាក់រហស្សនាមថាទឹកដីនៃព្រះគុណដោយអ្នករុករក Christopher Columbus នៅក្នុងអំឡុងពេលធ្វើដំណើរជុំវិញពិភពលោកនេះបើយោងតាមកាសែត The Jupiter នាងខ្ញុំហៃសោភាពី Sweep News និង Best TV Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ Swift News and Best TV ព័ត៌មានក្នុងដៃអ្នក ផ្អាកទៅលេងប្រទេសវៀតណាមសិនទៅសីតុណ្ហភាពនៅទីនោះកំពុងតែកើនឡើងខ្ពស់រហូតដល់ជាង40អង្សាសេទីក្រុងហាណូយបានស៊ូទ្រាំនឹងកម្ដៅខ្លាំងមួយថ្ងៃទៀតដោយសីតុណ្ហភាពជាទូទៅលើសពី40អង្សាសេនៅក្នុងតំបន់ឡាងបានកត់ត្រាពីសីតុណ្ហភាពខ្ពស់បំផុតគឺ 40.7 អង្សាសេនេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមតួលេខនោះគឺជាសីតុណ្ហភាពខ្ពស់ដែលវាស់នៅក្នុងជម្រកឧតុនិយមប្រហែល2ម៉ែត្រពីដីចំណែកសីតុណ្ហភាពនៅខាងក្រៅជាក់ស្ដែងជាពិសេសនៅលើបេតុងផ្លូវកៅស៊ូនិងនៅលើតំបន់ដែលមានអាគារខ្ពស់សីតុណ្ហភាពបានកើនឡើងខ្ពស់ជាងនេះ2ទៅ4អង្សាសេយោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមនៅក្នុងខេត្តនិងទីក្រុងចំនួន7នៅភាគខាងជើងនិងភាគកណ្ដាលប្រទេសវៀតណាមបានកត់ត្រាពីកម្ដៅក្តៅខ្លាំងនៅចន្លោះពី 38.5 អង្សាសេនិង 39.7 អង្សាសេដែលមានដូចជានៅក្នុងតំបន់ភូថូ បាក់នីង ហាណូយ និងប៊ីង ងេអាន ហាទីង និងតំបន់ដាឡាចំណែកខេត្តផ្សេងទៀតកើនឡើងដល់35អង្សាសេដែលជាកម្រិតរលកកម្ដៅជាក់ស្ដែងហើយកម្ដៅត្រូវបានគេព្យាករណ៍ថានឹងបន្តកើនឡើងនៅទូទាំងតំបន់ភាគខាងជើងនិងភាគកណ្ដាលរហូតដល់ថ្ងៃទី27-28 ខែឧសភានៅផ្សារផលិតផលកសិកម្មធំជាងគេនៅក្នុងខេត្តថាញ់ហ័រមានសីតុណ្ហភាពជិត40អង្សាសេដោយផ្លូវតូចៗនិងនៅខាងក្នុងផ្សារមានសភាពទទេស្អាតតូបភាគច្រើនដែលនៅជុំវិញផ្សារបានបិទទ្វារដោយសារតែរលកកម្ដៅក្តៅពេកទិដ្ឋភាពស្ងាត់ជ្រងំនេះគឺផ្ទុយស្រឡះពីភាពអ៊ូអរដែលធ្លាប់តែមានជាធម្មតានៅពេលព្រឹកនិងពេលរសៀលអ្នកជំនាញម្នាក់បានប្រមានថាបាតុភូតអេលនីណូអាចនឹងត្រឡប់មកវិញនៅក្នុងឆ្នាំនេះដែលធ្វើឲ្យរលកកម្ដៅកង្វះទឹកនិងទម្រង់អាកាសធាតុក្តៅខ្លាំងនៅក្នុងប្រទេសវៀតណាមកាន់តែក្តៅខ្លាំងឡើងជាពិសេសនៅពាក់កណ្ដាលឆ្នាំលោកវេជ្ជបណ្ឌិតទ្រឿងបាគៀនអនុប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលឧតុនិយមនិងអាកាសធាតុបាននិយាយថាផលិតភាពនៃបាតុភូតអេលនីណូនិងផលប៉ះពាល់អាចកើតមាននៅលើប្រទេសវៀតណាមនេះខ្ញុំសានលីម៉ាពី Sweep News និង Best TV LHR ប្រេងឥន្ធនៈមានគុណភាពខ្ពស់ល្អសម្រាប់យានយន្តលោកអ្នកក្រុមហ៊ុនថ្មម៉ាប៉ៃលិនមានថ្មម៉ាបគ្រប់ប្រភេទគ្រប់ពណ៌ជាប់ធន់រឹងមាំសូមទំនាក់ទំនងទូរស័ព្ទលេខ012 545 492Swift News and Best TV ព័ត៌មានក្នុងដៃអ្នក